ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះអ៊ីតម៉ាយ៉ាជាសិស្សមកពីសាលាវិទ្យាល័យហ៊ុនសែន1មិថុនាខេត្តតាកែវហើយនាងខ្ញុំទើបតែប្រឡងចប់ថ្នាក់ទី12ដែលទទួលបានលទ្ធផលនីតិ B នាងខ្ញុំឈ្មោះថាចន្ទ្រីមកពីវិទ្យាល័យហ៊ុនសែនបារាយខេត្តកំពង់ធំដែលទើបតែប្រឡងមធ្យមសិក្សាទុតិយភូមិទទួលបាននីតិ B ថ្ងៃនេះនាងខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនទែនដែលបានប្រឡងអាហារូបករណ៍ជាប់នៅសាកលវិទ្យាល័យ CUMT ហើយនាងខ្ញុំសូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ CUMT ដែលផ្ដល់អាហារូបករណ៍មកកាន់នាងខ្ញុំហើយអាហារូបករណ៍នេះគឺជួយសម្រួលដល់ជីវភាពគ្រួសារនាងខ្ញុំទៅលើការសិក្សាហើយខ្ញុំបដិញ្ញាចិត្តថានឹងខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យសម្រាប់ជីវិតរបស់ខ្ញុំនាពេលថ្ងៃអនាគតខ្ញុំសូមជូនព័ត៌មានដល់មិត្តភ័ក្តិនិងសិស្សានុសិស្សទាំងអស់ដែលចង់បានអាហារូបករណ៍អាចមកធ្វើការប្រឡងតេស្តនៅសាកលវិទ្យាល័យ CUMT នេះបានសម្រាប់នាងខ្ញុំថ្ងៃនេះពិតជាមានកិត្តិយសនិងភាពសប្បាយរីករាយមែនទែនដោយសារតែយើងទទួលបានអាហារូបករណ៍សិក្សាឥតគិតថ្លៃរយៈពេល4ឆ្នាំពេញហើយការធ្វើតេស្តប្រឡងអាហារូបករណ៍ក៏នៅតែដំណើរការទៅមុខដែរនាងខ្ញុំសូមផ្ដល់ព័ត៌មានទៅដល់សិស្សានុសិស្សដែលទើបតែប្រឡងថ្នាក់ទី12ចប់ពួកយើងអាចមកស្វែងរកសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យាដែលនៅទីនេះគឺសម្បូរទៅដោយគ្រឿងបរិក្ខារសម្រាប់សិក្សាក៏រួមជាមួយនឹងសាស្ត្រាចារ្យល្បីៗដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យទទួលបានចំណេះដឹងនិងមានអនាគតភ្លឺស្វាងនៅថ្ងៃអនាគតនេះខ្ញុំសូមបដិញ្ញាចិត្តដោយខិតខំប្រឹងប្រែងរៀនសូត្រដោយក្រេបយកចំណេះដឹងសម្រាប់យកទៅអភិវឌ្ឍខ្លួនឯងសម្រាប់គ្រួសារហើយនិងសង្គមដើម្បីឲ្យមានការរីកចម្រើនជឿនលឿនទៅមុខ